នេះជាប្រទេសពេញលេញដែលមានរដ្ឋាភិបាលមានការគ្រប់គ្រងដោយខ្លួនឯងទាំងស្រុងប៉ុន្តែមិនត្រូវបានទទួលស្គាល់នៅអង្គការសហប្រជាជាតិនៅលើលោកយើងនេះប្រទេសណាក៏តែងតែស្រមៃចង់ធ្វើជាសមាជិកនៃអង្គការសហប្រជាជាតិឬក៏ហៅកាត់ថា UN ដែរព្រោះការដែលខ្លាចជាសមាជិកនៃអង្គការសហប្រជាជាតិនេះគឺត្រូវបានគេទទួលស្គាល់ជាប្រទេសមួយពេញលេញនិងឯករាជ្យរួមជាមួយនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតពីអង្គការមួយនេះហើយបើយើងគិតមកទល់ពេលនេះអង្គការសហប្រជាជាតិឬក៏ UN នេះគឺមានសមាជិករហូតដល់ទៅចំនួន193ប្រទេសមកហើយប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំលោកអ្នកទៅស្គាល់ប្រទេសចំនួន8ដែលមិនត្រូវបានទទួលស្គាល់នៅអង្គការពិភពលោកមួយនេះបាទទោះបីជាប្រទេសទាំងនេះគឺជាប្រទេសមួយពេញលេញដែលមានរដ្ឋាភិបាលឬក៏មានការគ្រប់គ្រងដោយខ្លួនឯងទាំងស្រុងក៏ដោយតើខ្ញុំចាំយូរទៅស្គាល់អស់គ្នាទី8នេះគឺ Slovenistry ហើយប្រទេសមួយនេះគឺបក្សសហឯករាជ្យដោយប្រទេស Moldavia បាននៅ UN ប្រទេសនេះគឺទទួលស្គាល់0ប្រទេសនៅលើ193ប្រទេសនិយាយរួមទៅប្រទេសនេះគឺមិនត្រូវបានទទួលស្គាល់ទេទី7នេះគឺតំបន់ស្វ័យយ័ត Bougainville តំបន់ស្វ័យយ័តមួយនេះគឺត្រូវបានបក្សសហឯករាជ្យដោយប្រទេស Papua New Guinea បាននៅ UN វិញតំបន់ស្វ័យយ័តមួយនេះគឺមិនត្រូវបានទទួលស្គាល់ទេនិយាយរួមទៅគឺ0លើ193ប្រទេសទី6នេះគឺ Somaliland ដែលបានបក្សសហឯករាជ្យដោយប្រទេស Somali ហើយប្រទេសមួយនេះគឺទទួលស្គាល់0ប្រទេសនៅលើ193ប្រទេសនៅ UN លេខរៀងទី5នេះគឺ Abkhazia ដោយប្រទេសមួយនេះគឺបក្សសហឯករាជ្យដោយប្រទេស ហើយបាននៅ UN វិញប្រទេសនេះគឺទទួលស្គាល់រហូតដល់ទៅចំនួន5ប្រទេសនៅលើ193ប្រទេសទី4នេះគឺប្រទេសសាហារ៉ាខាងលិចប្រទេសដែលស្ថិតនៅតំបន់វាលស្រេចសាហារ៉ាមួយនេះគឺត្រូវបានបក្សសហឯករាជ្យដោយប្រទេសម៉ារ៉ុកសាហារ៉ាខាងលិចនេះត្រូវបានចាត់ទុកថាគឺជាប្រទេសចុងក្រោយគេបំផុតនៅទ្វីបអាហ្វ្រិកដែលស្ថិតនៅក្រោមអាណានិគមហើយប្រទេសមួយនេះគឺទទួលស្គាល់នៅ UN ដោយប្រទេសចំនួន44នៅលើ193ប្រទេសទី3នេះគឺយើងតែងតែលើព័ត៌មានក្រៅប្រកបជារៀងរាល់ថ្ងៃអ្នកទាំងអស់គ្នាដឹងថាកោះតៃវ៉ាន់នេះគឺត្រូវបានបក្សសហឯករាជ្យដោយប្រទេសមហាអំណាចលេខ2ពិភពលោកយើងនោះគឺប្រទេសចិនហើយដែនកោះមួយនេះគឺទទួលស្គាល់ដោយ13ប្រទេសនៅលើ193ប្រទេសនិងអង្គការសហប្រជាជាតិទី2នេះគឺប្រទេសកូសូវូដោយប្រទេសមួយនេះគឺបានបក្សសហឯករាជ្យដោយប្រទេសសេប៊ីហើយប្រទេសកូសូវូនេះគឺត្រូវបានទទួលស្គាល់នៅ UN ដោយប្រទេសលើសពី100លើ193ប្រទេសឯណោះទី1ចុងក្រោយគេនេះគឺយើងតែងតែលើព័ត៌មានជាប្រចាំថ្ងៃតែម្ដងនោះគឺតំបន់ប៉ាឡេស្ទីនគឺត្រូវបានបក្សសហឯករាជ្យដោយប្រទេសអ៊ីស្រាអែលដែលជាសត្រូវស៊ូពូតនឹងគ្នាតំបន់ប៉ាឡេស្ទីននេះគឺត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយបាត់ទៅហើយបើយើងនិយាយពីនៅអង្គការសហប្រជាជាតិតំបន់ប៉ាឡេស្ទីននេះត្រូវបានគេទទួលស្គាល់ដោយប្រទេស138នៅលើ193ប្រទេសទៅហើយចុះតើអ្នកចង់ឃើញប្រទេសណាដែលត្រូវបាន UN ទទួលស្គាល់ជាសមាជិកទី194នាពេលអនាគតខាងមុខនេះចូលខមមិនខាងក្រោម